មនុស្សដែលរងមបំផុតគឺជាមនុស្សដែលស៊ូទ្រាំនឹងការឈឺចាប់តែម្នាក់ឯងនៅពេលយប់ប៉ុន្តែបែរជាបង្ហាញស្នាមញញឹមនៅពេលថ្ងៃពួកគេរស់នៅក្នុងភាពស្ងប់ស្ងាត់បំផុតពួកគេយំតែម្នាក់ឯងនៅពេលយប់រួចក៏ញញឹមដូចជាគ្មានរឿងអ្វីកើតឡើងនៅព្រឹកថ្ងៃបន្ទាប់ពួកគេប្រាប់មិត្តភ័ក្តិត្រឹមតែពាក់កណ្ដាលនៃអ្វីដែលពួកគេកំពុងមានអារម្មណ៍ពិតប្រាកដប៉ុណ្ណោះហើយពួកគេមិនប្រាប់អ្វីសោះទៅកាន់ឪពុកម្ដាយពីព្រោះពួកគេមិនចង់ឲ្យពួកគាត់ត្រូវមកបារម្ភជាមួយខ្លួនឡើយពួកគេគឺជាមនុស្សដែលតែងតែនិយាយថាមិនអីទេខ្ញុំយល់ពីអ្នកវាមិនមែនមកពីពួកគេឈឺចាប់នោះទេប៉ុន្តែមកពីពួកគេពូកែពេកនៅក្នុងការលាក់បាំងការឈឺចាប់ដោយមិនឲ្យអ្នកណាមើលឃើញពួកគេងាយនឹងអត់ទោសឲ្យអ្នកដទៃពួកគេគិតច្រើនពីរឿងគ្រប់យ៉ាងពួកគេខ្វល់ខ្វាយពីអ្នកដទៃយ៉ាងជ្រាលជ្រៅហើយពួកគេនៅតែបន្តព្យាយាមសូម្បីតែបន្ទាប់ពីត្រូវខកបំណងម្ដងហើយម្ដងទៀតក៏ដោយតែអ្វីទៅជាចំណុចដែលគួរឲ្យសោកសៅបំផុតមនុស្សភាគច្រើនច្រឡំថាចិត្តល្អរបស់ពួកគេថាជាភាពទន់ជ្រាយច្រឡំភាពអត់ធ្មត់របស់ពួកគេថាជាការអនុញ្ញាតឲ្យធ្វើអ្វីតាមចិត្តច្រឡំការយល់ចិត្តរបស់ពួកគេថាជាការស៊ូទ្រាំដែលគ្មានដែនកំណត់នោះហើយជាមូលហេតុដែលធ្វើឲ្យមនុស្សដែលរឹងមាំបំផុតបែរជាត្រូវរងការឈឺចាប់ខ្លាំងបំផុតទៅវិញពីព្រោះនៅពេលដែលអ្នកចំណាយពេលមួយជីវិតដើម្បីធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមិនអីទេជួនកាលក៏គ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះថាតាមពិតទៅអ្នកមិនមែនមិនអីនោះឡើយ